សូមជួនរឿងអណ្ដើកនិងស្វាមានរឿងនិទានមួយថាអណ្ដើកនិងស្វាវាសូមគ្នាធ្វើដន្លងគ្នាតែគ្មានកូនចៅទៅចងពន្ធអីទេគ្រាន់តែនិយាយថាសូមគ្នាធ្វើដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដូចដន្លងទាំងពួងនោះដែរលុះចំណេងយូរទៅដន្លងខាងស្វានោះគេមានកូនដែលត្រូវរៀបការគេហៅភ្ញៀវពួកស្វាហើយសន្មតនឹងស៊ីការទើបនឹកឃើញអណ្ដើកជាដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកដែលជាដន្លងមិនទាន់បានទៅហៅឥឡូវចិត្តដល់ថ្ងៃការណាហើយបើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់មកបំណាច់ថាយើងរាប់អានគ្នាយូរណាស់ហើយគិតហើយក៏ប្រាប់ចាប់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ប្រាប់ដន្លងស្វាថាបិទដន្លងអណ្ដើកមកដល់ហើយគាត់នៅឯក្រោមដើមឈើឯណោះដន្លងស្វាចូលមករួចក៏ឃើញអណ្ដើកដែលជាដន្លងហើយក៏ប្រាប់ថាមានតែដន្លងឯងខំវល់នេះចុះយើងនឹងសើឡើងប៉ុន្តែបើមិនទាន់ដល់កន្លែងដែលអង្គុយនោះទេសូមដន្លងឯងកុំនិយាយអ្វីឲ្យសោះបើទោះបីជាឃើញអ្វីឬគេសួរអ្វីក៏ដោយតែបើនិយាយវានឹងធ្លាក់មកស្លាប់ហើយអត់ដើកដែលជាដន្លងក៏ទទួលដំណាំសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏សាវវល់ឡើងមកបណ្ដើកទៅដល់ថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្វាស្រីឃើញអណ្ដើកក៏សួរដោយរាប់អានថាណែដន្លងសុខសប្បាយឬទេអណ្ដើកភ្លេចខ្លួនភ្លេចពាក្យបណ្ដាំថាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់លាក់ខ្លួនដល់ដីបែកឆ្នោកដូចគេបោកនឹងថ្មស្លាប់នៅក្នុងវេលានោះខានស៊ីការនេះទៅរឿងដង្កូវនិងក្អែកមាននិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានស្អិតក្អែកមួយហើររកចំណីក៏ប្រទះឃើញដង្កូវនោះហើយថាពេលនេះមានលាភធំបានដង្កូវស៊ីហើយក៏ហើរទៅជិតដង្កូវរីឯដង្កូវក្រឡេកឃើញក្អែកក៏នឹកក្នុងចិត្តថាខ្លួនអាក្អែកនេះចិត្តខួខើវានឹងចឹកអញស៊ីឥឡូវពុំខានដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីដង្កូវឯងដង្កូវថាលុះត្រាតែឯងរកប្រាថ្នាអញឃើញទើបស៊ីអញបានបើរកប្រាថ្នាអញមិនឃើញស៊ីអញមិនបានទេឯងសួរថាប្រាថ្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចតទៅនេះថា1ដូចម្ដេចដែលហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលហៅថាស្អុយជាងគេបំផុត4ដូចម្ដេចដែលហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានស្ដាប់ឮដង្កូវនោះសួរប្រស្នាទាំង4បទនេះហើយក្អែកមានចិត្តត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រៀវលេងដោយគិតថាប្រស្នាទាំង4បទនេះអញមុខតែជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះពុំខានទើបក្អែកឆ្លើយដល់ប្រស្នានោះមានដូចតទៅនេះ1ដែលគេហៅថាផ្អែមនោះគឺមានស្ករទឹកឃ្មុំដែលផ្អែមជាងអ្វីទាំងពួង2ដែលគេហៅថាជូរចត់នោះគឺ
គឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្តាន់ម្ជូរក្រសាំងនិងទឹកខ្មេះ 3. ដែលគេហៅថាស្អុយជាងគេនោះគឺអាចនឹងគម្រោងខ្មោចសត្វទាំងពួង 4. ដែលហៅថាក្រអូបជាងគេនោះគឺការរំដួលការម្លីនិងទឹកអប់ឯកបានដោះប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវដង្កូវក៏តបវិញថាឯកដោះប្រស្នានេះពុំត្រូវទេឯកនោះក៏ដាក់មុខស្រងោនឹងនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាអញខុសសូមឲ្យដង្កូវឯងប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកនោះក៏តបវិញថាឲ្យតែប្រាប់អញចុះអញមិនស៊ីដង្កូវឯងទេលុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រាថ្នាទៅកាន់ក្អែកដូចតទៅនេះ 1. ដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅរកគ្នាមានពាក្យពីរោះត្រង់ទៅរកគ្នានេះហើយដែលគេហៅថាផ្អែមជាទីបំផុត 2. ដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្តាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យថារសវាតអូខៅអត់សមដែលនិយាយទៅវិញទៅមករកគ្នានេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួង 3. ដែលហៅថាស្អុយនោះមិនមែនស្អុយអាចឬស្អុយកម្រងខ្មោចនោះទេគឺស្អុយគេឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហៅថាស្អុយច្រាស់ខ្យល់ 4. ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រព្រឹត្តល្អនេះហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួង